បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាពីកម្មវិធី Market Prim ដោយសារតែមានសិស្សប្អូនជាច្រើនគាត់បាន comment ក៏ដូចជាស្នើសុំឲ្យខ្ញុំនឹងជួយបង្ហាញតាំងពីដើមពីដំបូងពីរបៀបប្រើប្រាស់អញ្ចឹងខ្ញុំនឹងបង្ហាញកម្មវិធី Market Prim ពីដំបូងរហូតដល់ពួកគាត់អាចធ្វើសារណាបានតកតងជាមួយនឹងកម្មវិធី Market Prim ពេលដែលយើងបើកមកគឺវាចេញផ្ទាំងបែបនេះដោយយើងអត់ទាន់មានកំណត់អ្វីទាំងអស់បន្ទាប់មកទៀតនៅក្នុង Mat នេះគឺមាន function មួយចំនួនដែលយើងយកមកសរសេរនិងយកមកគិតបានខ្ញុំបង្ហាញពីខាងនេះមកខាងនេះ Mat គឺ Control Shift បូក M Mat អញ្ចឹងវាជាតំបន់ដែលយើងសរសេរជាគណិតវិទ្យាបានកន្លែងនេះ import ទិន្នន័យមួយចំនួនដែលយើងចង់ link ហើយចង់ import វាបញ្ចូលតបមក chart នេះជាទូទៅគឺយើងតលតែយើងចងអនុគមអីមួយហើយបានវាមាន chart ចេញមកវាតកតងមួយ floor តែអញ្ចឹងខ្ញុំអត់ទាន់បង្ហាញទេtext block text box image text block គឺបែបនេះបើតែយើង select មកយើងអាចសរសេរហើយ enter ចុះមកបន្តហើយ shortcut របស់វាគឺ control shift T ហើយដល់ពេល text box គឺប្រភេទជា box ខ្លីៗដែលយើងសេជាចំណងជើងសេជាអីអញ្ចឹងហើយវាអាចសរសេរជាខ្មែរក៏បានជាភាសាអង់គ្លេសក៏បានហើយភាសាផ្សេងទៀតបានដែលយើងអាចជ្រើសរើសfont របស់វាបាន image គឺការ select យករូបថតពីកម្មវិធីដែលយើងកាត់មកទុកសម្រាប់ជា reference ឬក៏រូបថតមួយម៉ង share និង load អីផ្សេងដែលយើងកាត់ឲ្យត្រៀមចាប់វាបញ្ចូលដោយកម្មវិធី Word ដែរវាចំកម្មវិធី Market គឺ 70% គឺដូច Word ហើយ 30% ទៀតគឺបញ្ចូលរបាយការណ៍របស់គណិតវិទ្យាដែលវាទៀមគ្រាន់តែយើងវាយតម្លៃទៅគឺវាស្គាល់វា copy word គឺត្រូវការបូកដកគុណចែកដោយខ្លួនឯងតែ Market អត់ទេកម្មវិធី Market គឺវា link ស្គាល់គណិតវិទ្យា automatic ហើយការសរសេរគឺដូច Word សឹងតែ 70% ទៅ 80% ហើយរបាយការណ៍របស់វាគឺចេញមកស្អាតដូចយើងសរសេរក្នុង Word ចឹងតកតងនៅក្នុង operator មានបូកដកគុណចែកស្វ័យគុណឬការ៉េតម្លៃដាច់ខាតអីនៅក្នុងនេះទាំងអស់យើងអាចចូលមើលក្នុងនេះបាន symbol តកតងជាមួយនឹង symbol របស់គណិតវិទ្យាក៏ដូចជា Tronimator គឺមាននៅក្នុងនឹងដែរនេះគឺ programming សម័យកាលនៃការចងជាអនុគមកន្លែងនេះ constant math និង physics មាននៅក្នុងនឹងដែររបស់គណិតវិទ្យានិងរូបវិទ្យាហើយ symbol បន្ថែមទៀតហ្នឹងគឺមាន limit មានអីនៅក្នុងនឹងបន្តទៀតជាច្រើនចូលដល់ output និង input គឺពាក់ព័ន្ធជាមួយនឹងការធ្វើសម័យកាលនៅក្នុងកម្មវិធី Excel ហើយ import ចូលនៅក្នុង Market នេះកន្លែងនេះបើសិនជាយើងចុចវាតែមួយវានឹងចេញបែបនេះហើយយើង double click ទៅវានឹង link ទៅកម្មវិធី Excel ដើម្បីឲ្យយើងបានចងពី Excel ហើយ export ឬក៏ import មកកម្មវិធីMarket Prim របស់យើងហើយជាទូទៅកម្មវិធី Market Prim ខ្ញុំប្រើនេះគឺ version 9 ណា version 9 កម្រិតលទ្ធភាពរបស់វាគឺវាអាច check អក្ខរាវិរុទ្ធរបស់ភាសាអង់គ្លេស check ទៅលើពាក្យពេចន៍របស់វាហើយនឹងវេយ្យាករណ៍ហើយនឹង check ទៅលើគណិតវិទ្យាដែលយើងចងឧទាហរណ៍ថាយើងតាំង A ស្មើនឹង3ស្រាប់តែខាងក្រោមយើងដាក់ថា A ស្មើ4អញ្ចឹងកន្លែងនេះជាទូទៅនៅពេលដែលយើងបិទហើយបើកមកវិញឬក៏យើងចងអនុគមអីផ្សេងទៀតវានឹងលោតសញ្ញាពណ៌ខៀវនៅខាងក្រោមដែលបានន័យថាវាគឺ
check អានុគម A ហ្នឹងថាបានចងរួចរាល់ម្ដងហើយបន្ទាប់មកទៀតគឺយើងចូលទៅក្នុងខ្ញុំដល់ចំណុចទី2 Excel combo box គឺជាកន្លែងដែលយើងចងពាក់ព័ន្ធទៅជាមួយនឹងអញ្ញត្តិមួយមានទិន្នន័យពី3អញ្ចឹងយើងធ្វើនៅក្នុង combo box អញ្ចឹងខ្ញុំលុបចោលវិញនៅក្នុង function គឺជាការដោះស្រាយសមីការក៏ដូចជាអនុគម matrix និងអនុគមអីផ្សេងជាច្រើនដែលខ្ញុំនឹងបង្ហាញនៅវីដេអូបន្ទាប់កន្លែង matrix គឺតាក់ទងជាមួយនឹងសមីការ matrix plot គឺតាក់ទងជាមួយនឹង plot chart ហើយនឹងការសរសេរមកកាត់បោះអនុគមឬក៏ដោះសមីការមួយម៉ាត់កន្លែងនេះគឺតាក់ទងទៅនឹងនេះគឺយើងសរសេរជាស្វ័យគុណនេះគឺយើងតម្លាក់ជា Excel ជាពង្រាយលេខហើយនេះក្រោយក្បៀសមានប្រមាណខ្ទង់ទំហំអក្សរទំហំរបស់វាចែកចេញជាពីរ math formatting និង text formatting math formatting គឺទំហំរបស់គណិតវិទ្យាដែលយើងសរសេរ A ស្មើប៉ុន្មាន B ស្មើប៉ុន្មានហ្នឹងវាហៅថា math formatting ហើយវាមានអក្សរនៅពីក្រោមមាន highlight មានអីដូច word ដូចយើងសរសេរ word ដែរតែវាជាគណិតវិទ្យាដែលវាស្គាល់ automatic ចំពោះ text formatting នៅក្នុងនេះចេញមកគឺទម្រង់របស់word ចំតួតែម្ដងគឺមាន font យើងអាចជ្រើសបានកាលខ្ញុំទៅធ្វើសារណាខ្ញុំប្រើ K8 ខ្មែរ OS បាត់ដំបងនេះខ្ញុំប្រើ font មួយនេះខ្មែរ OS បាត់ដំបងអញ្ចឹងពេលដែលយើង Control T សរសេរមកយើងបដូរវាទៅជាភាសាខ្មែរនៅត្រង់នេះ Shift Alt ដូច Word ដែរហើយយើងសរសេរមកការគណនាសមីការនេះវាស្គាល់ដូច Word ចឹងហើយយើង select របស់វាចូល B គឺថែមកម្រាស់សាច់ដូច Word I គឺ trade U មានសញ្ញាបន្ទាត់នៅខាងក្រោមនេះ underline គឺមានបន្ទាត់នៅគូពីក្រោមហើយនេះគឺដូរ color ហើយនេះគឺផ្ទៃនៅខាងក្រោយអញ្ចឹងនៅក្នុងផ្ទាំងរបស់ text formatting នេះគឺសឹងតែ 70% គឺដូចទៅនឹង Word នេះទីតាំងកន្លែងនេះអីគឺជារបស់ Word ទាំងអស់ដែលយើងអាចធ្វើវាបាននឹងសេរីវាបានវាសឹងតែដូច Word 90% ហើយអានេះធំតូចបន្ទាប់មកទៀតចូលដល់ calculation នៅក្នុងផ្ទាំងនេះគឺតាក់ទងជាមួយនឹងការកំណត់អញ្ញត្តិនៃសមីការអនុគមជាពិសេសយើងភាសាប្រើហ្នឹងគឺ origin 0 ស្មើ 1នៅពេលដែលយើងចងសមីការ origin ស្មើ 1 origin ស្មើ 0ពេលណាយើងប្រើវាស្មើ 1ពេលណាយើងប្រើវាស្មើ 0នៅក្នុង document នេះក៏ជារបស់ Word ដែរក៏ប៉ុន្តែនៅកន្លែងនេះគឺវា focus ទៅលើការរៀបចំឯកសារដែលវាមាន letter ជាទូទៅគឺយើងប្រើ A4 ហើយกระดาษបច្ឆោឬក៏តាផ្ដេកកន្លែងនេះវាសួរយើងកំណត់វាជាបច្ឆោឬជាផ្ដេកគឺបែបនេះអញ្ចឹងជាទំហំกระดาษ A4 ផ្ដេកនេះ portrait គឺ A4 បច្ឆោ margin កន្លែងនេះយើងអាចកំណត់កន្លែងនេះវាជាទំហំស្តង់ដារតែយើងក៏អាចកំណត់ដូចគ្នាដែរនេះ customer margin យើងចង់កំណត់ពីឆ្វេងប៉ុន្មានពីលើប៉ុន្មានពីស្ដាំប៉ុន្មានពីខាងក្រោមប៉ុន្មានຂະຫນາດរបស់វាគឺមីលីម៉ែត្រអញ្ចឹងនៅក្នុងការធ្វើជាទូទៅពីឆ្វេងយើងយកប៉ុន្មាន5ហ៊ុនឬក៏មិនដើម្បីងាយស្រួលកັບឬក៏ទុក2កន្លះដដែលអាហ្នឹងតម្រូវទៅខាងការធ្វើសារណារបស់យើងខាងសាលាកំណត់យកប៉ុន្មានកាលខ្ញុំយកខាងនេះ2កន្លះខាងនេះយកទូចទេដើម្បីទុក space ច្រើនសម្រាប់ធ្វើការងារតែបើសិនជាធ្វើការងារចំតួតែម្ដងធ្វើការងារ
nơi cái này cho cá nhung cho nó rồi nhung cho tôi tầm bay ngay xuống bàn spectrum rồi thời ai xa riệp sẽ bàn chờ và tôi một tiết crit dương sâu crit bất sân chỉ dương thích lưu vía tại bởi dương thích môi tiết cứ on mình cứ bàn này cha chỉ cần đặt làng cả đặt sò crit sai phánឬក៏ standard បើ standard គឺទំហំប៉ុណ្នេះតែបើ fine គឺវាទូជាងនឹងទៀតវាកង់ឲ្យទៅតែល្អិតសូមមក grid line នេះបានន័យថាបង្ហាញល្អិតហើយមានអាទូចពីក្រៅមួយទៀតមានអាធំពីក្រៅមួយទៀតហ្នឹងមកឬក៏យើងមិនបង្ហាញទេគឺអត់ទាំងអស់មកបែបនេះអញ្ចឹងវាច្រើនអញ្ចឹងខ្ញុំយកនេះ standard បន្ទាប់មកទៀតនៅក្នុង area ខ្ញុំរាប់ពីខាងឆ្វេងដៃមកវិញបើមើលនៅបើខ្ញុំអ្នកមើល area ឡើយនេះគឺយើងអាចសរសេរសមីការក៏ដូចជាសរសេរអក្សរផ្សេងៗហើយយើងបិទហើយយើងអាច protect វាបានទៀតយើងអាចដាក់ password ទៀតអញ្ចឹងជាទូទៅគឺកន្លែងសំខាន់បែបនេះគេច្រើនគឺគេដាក់ password វាអញ្ចឹងយើងមើលសមីការមើលអនុគមរបស់គេផ្សេងគេលាក់កន្លែងហ្នឹងតើទៅចុចកន្លែងហ្នឹង expand វាមកបានវាចេញតែបើអត់ទេគឺកន្លែងនេះយើងអាចដាក់ password ដើម្បី protect វាបានអញ្ចឹងខ្ញុំលុបវិញសិនចាំទៅដល់ខាងមុខទៀតចាំយើងនឹងរៀនពីវាហើយកន្លែងនេះក៏បានប្រាប់ហើយ text box នេះហើយនឹង image នេះseparate region អីនេះគឺយើងមានហើយតាក់ទងជាមួយនឹងតំបន់ខាងលើខាងក្រោម add brick គឺនេះកាត់ផ្ដាច់នៅកន្លែង text មួយadd brick នៅកន្លែងទំព័របន្ទាប់មកទៀតadd space អីនេះគឺយើងមានហើយ remove space ក៏មានហើយកន្លែងនេះដូច Word Excel ដូច Word យើងធម្មតាទេកន្លែងនេះ page កន្លែងនេះយើង double click នៅខាងក្រោមយើងចង់ដាក់វាជា page ឬក៏ជាអីគេជា trap បើ trap វាចេញបែបនេះអូ sorry កន្លែងនេះបើ page គឺវាតម្រៀបពីលើចុះមកក្រោមតែបើ trap គឺវារៀបស្លឹក1 2 3ដេញតគ្នានៅលើផ្ទៃធំពីឆ្វេងមកស្ដាំពីលើចុះក្រោមគ្នាតែបើ page គឺតែមួយស្លឹកហើយដេញចុះក្រោមចុះក្រោមកន្លែងហ្នឹងឧទាហរណ៍ថាយើងសរសេរទៅលយហួសអញ្ចឹងវាចូលស្លឹកបន្ទាប់ automatic អញ្ចឹងពេលយើងយក page មកនេះអានេះវានៅចូលទៅដល់ស្លឹកទី2អញ្ចឹងហើយបើយើងយក page យើងកន្លែងនេះយើងត្រូវសរសេរនៅក្នុង boundary របស់ page កុំឲ្យវាហួសបើវាហួសគឺវា print អត់ចេញទេតកតងជាមួយនឹង header footer នេះគឺកន្លែងសរសេរក្បាលកតាអានេះជាដូចជា Word ដែរទេហើយ header ដូចគ្នាសរសេរខាងក្រោមនៃកតាកំណត់សម្គាល់អីផ្សេង page គឺយើងអាចដាក់ជាមានតែលេខឬក៏ page មានអក្សរផងឬក៏ p ហើយនៃលេខគឺតាមទម្រង់បែបនេះកន្លែងនេះគឺ page កន្លែងនេះ save data ធម្មតាទេកន្លែងនេះ file name អីហ្នឹងគឺធម្មតាដូច Word Excel ទេ resource នៅកន្លែង resource នេះគឺវាមានច្រើនដែលត្រូវឲ្យយើង support មាន center support មានអីចឹងហើយប្រភពទុនធានរបស់វាអីមកពីណា key shortcut អីយើងអាចចូលសិនជាយើងអត់ចេះអីយើងចូល S1 ហើយយើងចូលទៅអាន comment shortcut របស់វាទៅបើសិនជាយើងឃើញរូបមន្តរបស់គេតែយើងអត់យល់ពីវាយើងចូលក្នុងចុចទៅលើរូបមន្តកន្លែងហ្នឹងហើយចុច S1 វានឹង link ប៉ុន្តែទៅការអ៊ីនធឺណិតវានឹង link ទៅប្រាប់ថា shortcut មួយហ្នឹងជា comment អីគេហើយជាសមីការអីគេ
តែប្រើពេលយូរដែរដើម្បីស្វែងយល់ពីវាអូខេអញ្ចឹងតាក់ទងជាមួយនឹងកម្មវិធី Market ដូចជាអស់ហើយខាងនេះខ្ញុំបង្ហាញតាម symbol តែកន្លែងនេះគឺຂະຫນាតយើងយកជា SI មីលីម៉ែត្រហើយកន្លែងនេះគឺប្រមូលផ្ដុំដោយຂະຫນាតទាំងអស់នៅក្នុងពិភពលោកគឺប្រមូលផ្ដុំនៅកន្លែង unit នេះຂະຫນាតទូទាំងពិភពលោកគឺមាននៅក្នុងវាទាំងអស់អត់តែរបស់ខ្មែរទេនិយាយចំបោះ SI បោះ U បោះអង់គ្លេសបោះអីអាចប្របែកបាននៅក្នុងនេះមីលីម៉ែត្រនេះដូចនេះអីដូចកន្លែងនេះຂະຫນាតប្រវែងក៏វាដាក់ឲ្យដែរឡែងនេះមានគីឡូម៉ែត្រម៉ែត្រមីលីម៉ែត្រអីសង់ទីម៉ែត្រអីនៅក្នុងនេះទាំងអស់ហើយប្របែកពីមួយឆ្លងមកមួយក៏វាស្គាល់ដែរនៅក្នុងហ្នឹងអញ្ចឹងនេះជាការបង្ហាញត្រួសតាក់ទងជាមួយនឹងកម្មវិធី Market Prim ហើយបន្ទាប់មកខ្ញុំនឹងចូលមេរៀនទី1បង្ហាញពីការសរសេរអត្ថបទក៏ដូចជាការប្របែកຂະຫນាតអីទៅតាមលំដាប់លំដោយរហូតដល់អ្នកទាំងអស់គ្នាអាចសរសេរសារណាបានអរគុណជួបគ្នាវីដេអូបន្ទាប់